bạn số nàyទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបនៃការដើរ location នៅទីតាំងដែលយើងចង់ទៅអញ្ចឹងដើម្បីដើរ location បងប្អូនទាំងអស់គ្នាចូលមកកាន់ក្នុង Google Map មកបាទនៅក្នុងទូរស័ព្ទរបស់យើងគឺវាមានហើយបាទកម្មវិធីមួយឈ្មោះថា Google Map បាទអញ្ចឹងចុចទៅលើវាមកបន្តមកទៀតបងប្អូននឹងឃើញទម្រង់បែបនេះគឺជាគេប្រាប់យើងថាពណ៌ខៀវៗនេះគឺជាទីតាំងរបស់យើងបានរស់នៅអញ្ចឹងយើងចង់ឧទាហរណ៍ថាយើងចង់ទៅណាមួយឧទាហរណ៍ថាខ្ញុំចង់ទៅខេត្តបាត់ដំបងអញ្ចឹងខ្ញុំ scroll វាទួចមកខ្ញុំរើមើលខេត្តបាត់ដំបងអូខេអញ្ចឹងយើងរើមើលខេត្តបាត់ដំបងមកនេះបាទក្រុងបាត់ដំបងអញ្ចឹងចុចទៅលើកន្លែងណាដែលយើងចង់ទៅមកបាទឥឡូវខ្ញុំចង់ទៅក្រុងបាត់ដំបងអញ្ចឹងចុចទៅលើក្រុងបាត់ដំបងមកបន្តមកទៀតបងប្អូនទាំងអស់គ្នានឹងឃើញទម្រង់បែបនេះមកអញ្ចឹងបងប្អូនទាំងអស់គ្នាចុចមកលើពាក្យថា start កន្លែងនេះមកបាទចុចលើ start បែបហ្នឹងមកគឺវានឹងប្រាប់យើងឲ្យថាតើយើងត្រូវជិះទៅផ្លូវណាទៅយើងបានដល់នៅខេត្តបាត់ដំបងអញ្ចឹងបងប្អូនទាំងអស់គ្នាមើលទៅបាទនេះគឺជាកន្លែងនេះគឺជា location របស់យើងដែលយើងបាននៅផ្ទាល់ហើយខ្សែពណ៌ខៀវៗនេះគឺគេតម្រូវឲ្យយើងជិះទៅតាមផ្លូវហ្នឹងទើបយើងអាចទៅដល់នៅក្នុងខេត្តបាត់ដំបងបាទអញ្ចឹងបងប្អូនទាំងអស់គ្នាគ្រាន់តែជិះតាមខ្សែពណ៌ខៀវៗទៅជិះតាមផ្លូវហ្នឹងបាទផ្លូវដែលគេបានប្រាប់យើងហ្នឹងចេញពីកន្លែងណាទៅកន្លែងណាបងប្អូនជិះតាមខ្សែហ្នឹងរហូតទៅនឹងទៅដល់ទីទិសដៅដែលបងប្អូនចង់ទៅបាទតមកទៀតខាងក្រោមនេះគឺគេបានប្រាប់យើងថាបើយើងជិះទៅបាត់ដំបងយើងចំណាយពេលអស់ចំនួន2ម៉ោង9នាទីហើយចម្ងាយដែលយើងត្រូវទៅគឺ113គីឡូម៉ែត្របាទអញ្ចឹងគឺងាយស្រួលទេបាទរបៀបដើរ location ដែលយើងចង់ទៅកន្លែងណាមួយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាអរគុណច្រើនជូនពរសំណាងល្អ